នេះគឺជាអាគារដែលធំបំផុតនៅលើពិភពលោកប្រៀបបានដូចជាទីក្រុងមួយអញ្ចឹងអ្នកអាចរស់នៅទីនេះពេញមួយជីវិតបានដោយមិនចាំបាច់ចេញក្រៅនោះឡើយនេះគឺជាអាគារដែលស្នាក់នៅធំជាងគេបំផុតនៅលើពិភពលោកដែលមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដោយសំណង់ដំហេមាននេះគឺចំណាយទុនសាងសង់ចន្លោះពី 4.5 លានទៅ 6,000 លានដុល្លារអាមេរិកអាគារមួយនេះគឺប្រៀបបានដូចជាទីក្រុងឯករាជ្យមួយអញ្ចឹងព្រោះវាមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការដូចជាសាលារៀនមន្ទីរពេទ្យភោជនីយដ្ឋានរោងកុនហាងទំនិញនិងសូម្បីតែសួនច្បារក៏មានដែរអាគារនេះគឺមានទំហំធំសម្បើមណាស់ដោយមានអ្នកស្នាក់នៅសរុបជាង 30,000 នាក់នៅក្នុងបន្ទប់ខុនដូប្រមាណជាង 6,700 បន្ទប់ដែលលាតសន្ធឹងលើកម្ពស់ 42 ជាន់សាកស្រមៃមើលថាតើវាអស្ចារ្យយ៉ាងណាទៅបើសិនជាអ្នកភ្ញាក់ពីគេងដើរទៅរៀនទិញកាហ្វេឬបន្តដំណើរទៅធ្វើការដោយមិនចាំបាច់ចេញក្រៅអាគារនេះសូម្បីតែវិហារនោះនេះពិតជាការរស់នៅបែបស៊ីវិល័យនៅក្នុងយុគសម័យនាពេលអនាគតមែនហើយអ្វីកាន់តែគួរចាប់អារម្មណ៍គឺថាសកម្មភាពសេដ្ឋកិច្ចឬក៏ផលិតផលក្នុងស្រុកអឺរ៉ុបឬក៏ហៅថា GDP ដែលបានកាត់ឡើងក្នុងអាគារនេះគឺមានទំហំស្មើទៅនឹងទីក្រុងតូចមួយទៅហើយជាមួយនឹងផ្ទៃកន្លះសំណង់សរុបដ៏អស្ចារ្យរហូតដល់ទៅ 1.6 លានម៉ែត្រការ៉េវាប្រៀបបានដូចជាទីក្រុងតូចមួយអញ្ចឹងដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាអាចរស់នៅធ្វើការនិងបន្សានបានក្នុងកន្លែងតែមួយហើយនេះប្រហែលជាវិធីសាស្ត្រដ៏ល្អបំផុតមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នាពេលសប្តាហ៍នេះបានវាពិតជាគួរឲ្យកត់សរសើរណាស់ដែលការរចនាប្លង់ទីក្រុងនាពេលបច្ចុប្បន្ននេះបានផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សយើងយ៉ាងខ្លាំងបែបនេះមនុស្សយើងនាពេលបច្ចុប្បន្ននេះនរណាក៏ប្រាថ្នាចង់រស់នៅកន្លែងមួយដែលមានអ្វីៗគ្រប់យ៉ាងគ្រាន់តែដើរពី3ជំហានប៉ុណ្ណោះព្រោះវាប្រៀបបានដូចជាការរស់នៅទីក្រុងនាពេលអនាគតអញ្ចឹងហើយនរណាខ្លះចង់រស់នៅបែបនេះ